ខែឧសភាឆ្នាំ2023ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសធនាគារ PLC នេះធ្វើជាការហៅធនាគារសម្រាប់ទូទាត់ cross border និងទូទាត់បានថាការទូទាត់សម្រាប់ឆ្លងប្រទេសហ្នឹងជាអន្តរជាតិហ្នឹងគឺធនាគារស្ដារទៅបានជ្រើសរើសឲ្យដាក់ឲ្យធ្វើការជាមួយនឹង NPCI International Payment របស់ India ហើយក្រុមបច្ចេកទេសរបស់យើងហ្នឹងក៏បានចាប់ដើមធ្វើកិច្ចការនោះជាមួយ NPCI International Payment Limited ហ្នឹងតាំងពីខែ3នោះមកបាទរហូតទៅដល់ខែ11ឆ្នាំ2025នេះបានផ្នែកខាងបច្ចេកទេសនៃស្ថាប័នយើងទាំងពីរហ្នឹងបានអភិវឌ្ឍបច្ចេកវិទ្យាដើម្បីតភ្ជាប់ឲ្យ system integration ហ្នឹងបានធ្វើភ្ជាប់បានហើយយើងក៏គ្រោងធ្វើកិច្ចការនេះដើម្បីឲ្យចប់សពគ្រប់ដើម្បីឲ្យអ្នកប្រើប្រាស់ហ្នឹងធ្វើការសាកល្បងហើយ user acceptance test ហ្នឹងគឺយើងគ្រូធ្វើដើម្បីឲ្យដំណើរការនេះអាចខាងកម្ពុជាធ្វើការកម្ពុជាហ្នឹងតាមរយៈ ASIDA ហ្នឹងគឺ scan QR scan នៅខាងIndia សម្រាប់ខាង India scan កម្ពុជាហើយកម្ពុជា scan India ប៉ុន្តែយើងកំណត់ការបញ្ឆ័តពីគ្រប់គ្នាគឺបែរជាត្រីមាសទី2ឆ្នាំ2026ហ្នឹងត្រីមាសទី2ឆ្នាំ2026ហ្នឹងគឺអាច scan បានខាងកម្ពុជា scan India រីឯដំណាក់កាលទី2យើងគ្រោងធ្វើប្រហែលជាខែ9ឆ្នាំ2026អាច scan ទៅវិញទៅមកទាំងសងខាងបានឯចំពោះសាធារណជនអតិថិជនដែលមានគណនីជាប្រាក់រៀលបាទលុយប្រាក់រៀលខ្មែរយើងជាមួយធនាគារស្ដារនេះអាច scan ខាងឥណ្ឌាបានអញ្ចឹងអាស៊ានទាំង11បាទហើយនៅប្រទេសធំនៅទូទាំងលោកក្នុងអាស៊ីដែលជាប្រទេសធំគឺឥណ្ឌាដែលយើងយកចិត្តទុកដាក់ធ្វើមុនបន្តមកបន្តពីហ្នឹងគឺប្រទេសចិនទៀតបាទ